អត់ដឹងនិយាយថាម៉េចវីដេអូហ្នឹងគឺអត់ដឹងនិយាយថាម៉េចទេកន្លងមកគឺអត់ដែរអញ្ចឹងវាមានអារម្មណ៍ថាវាឆាប់លងកាន់តែបន្តិចគឺលងនេះ Z Fold 8មិន 8 Ultra ណាអានេះគឺ8ខ្លីអានេះគឺកាន់តែមួយ plate មានអារម្មណ៍ថាចង់ប្រើវារៀងយូរបន្តិចមានគ្នាយើងផ្ដាំឲ្យចេញវីដេអូ first impression Z Fold 8ហ្នឹងដល់ពេលដែលបានមក first impression ហ្នឹងគឺមានតែប៉ុណ្្នឹងគឺកាន់ភ្លាមមានអារម្មណ៍ថាចាប់ផ្ដើមលងហើយចង់ប្រើវាអ្នកដែលតាមដានខ្ញុំជាច្រើនបើសិនជាតាមដានស្និទ្ធយកតែមែនតើប្រហែលជាដឹងហើយថាខ្ញុំចូលចិត្តរបស់អីដែលថាវារៀងតូច minimalist អីចឹងទៅអញ្ចឹងការរៀបចំអីមកកន្លងមកក៏របៀបអញ្ចឹងដែរអត់សូវចូលចិត្តប្រើរបស់ធំទេដូចជា desktop keyboard mouse អីហ្នឹងគឺចូលចិត្តប្រើរបស់តូចកាមេរ៉ាដែលកំពុងថតហ្នឹងក៏របស់តូចដែរវាតូចក៏ពិតមែនក៏ប៉ុន្តែដល់ពេលដែលបើកអេក្រង់ចេញមកគឺវាធំក៏ប៉ុន្តែអាពេលនៅខាងក្រៅនេះក៏វាมันអាចនិយាយបានថាវាតូចដែរគឺវាជាຂະຫນាតមួយដែលថាប្លែកអញ្ចឹងកន្លែងនេះគឺទាមទារឲ្យខ្ញុំប្រើរឿងយូរគួរសមប៉ុន្តែជាក់ស្ដែងរបស់អីក៏ដោយគឺវាតែងតែមានចំណុចវិជ្ជមាននិងអវិជ្ជមានវាមិនអាចមានរបស់អីដែលល្អ 100% ទេអញ្ចឹងខ្ញុំដេកចាំមើលតើមានរបស់អីដែលវាអវិជ្ជមាននៅក្នុងហ្នឹងចាំខ្ញុំនិយាយនៅក្នុងវីដេអូ review ពេញហើយប៉ុន្តែគិតទៅត្រឹមពេលហ្នឹងនៅតែមានអារម្មណ៍មួយថាពិបាកក្នុងការនិយាយស្រឡាញ់